ព្រមវិហារធម៌គឺជាធម៌ដ៏ប្រសើរ4យ៉ាងដែលជាគោលការណ៍សម្រាប់រស់នៅនិងការប្រព្រឹត្តខ្លួនជាមនុស្សល្អនៅក្នុងសង្គមបើនិយាយឲ្យសាមញ្ញវាគឺជាធម៌សម្រាប់មេដឹកនាំឬធម៌សម្រាប់អ្នកដែលមានចិត្តទូលាយដើម្បីកសាងទំនាក់ទំនងល្អនិងសន្តិភាពផ្លូវចិត្តអត្ថន័យលម្អិតនៃព្រមវិហារធម៌ទាំង4ដែលអ្នកអាចស្វែងយល់បន្ថែមបាន1មេត្តាគឺជាសេចក្តីស្រឡាញ់ដែលមិនរាយមាយឬការចង់ឲ្យអ្នកដទៃមានសេចក្តីសុខវាមិនមែនជាសេចក្តីស្រឡាញ់បែបអាត្មានិយមនោះទេប៉ុន្តែជាការរាប់អានមនុស្សជុំវិញខ្លួនដោយចិត្តស្មោះនិងមិនចង់ព្យាបាទនរណាម្នាក់ឡើយ2ករុណាគឺសេចក្តីអាណិតអាសូរដល់អ្នកដទៃដែលកំពុងមានទុក្ខនៅពេលឃើញគេពិបាកយើងមានចិត្តចង់ជួយសង្គ្រោះឬជួយសម្រាលទុក្ខលំបាករបស់គេទៅតាមអ្វីដែលអាចធ្វើទៅបាន3មុទិតាគឺការត្រេកអរជាមួយអ្នកដទៃនៅពេលគេបានសេចក្តីសុខឬទទួលបានជោគជ័យវាគឺជាឋានៈបន្សាបចិត្តច្រណែននៅពេលឃើញមិត្តភ័ក្តិឬអ្នកជុំវិញខ្លួនមានសំណាងល្អយើងចូលរួមត្រេកអរជាមួយគេដោយចិត្តជ្រះថ្លា4ឧបេក្ខាគឺជាការតាំងចិត្តជាកណ្ដាលឬការលះបង់នៅអារម្មណ៍លំអៀងវាមានន័យថាការចេះគ្រប់គ្រងចិត្តមិនឲ្យរំភើបពេកឬខូចចិត្តពេកនៅពេលជួបបញ្ហានិងការចេះពិចារណាទៅតាមហេតុផលឬហៅថាការយល់ពីច្បាប់នៃកម្មផលសំណួរហេតុអ្វីបានជាយើងត្រូវមានព្រហ្មវិហារធម៌បើពេញចិត្តវីដេអូខាងលើសូមជួយ follow ម្នាក់មួយសូមអរគុណ